សូមស្វាគមន៍មកកាន់ចំណេះដឹងកុំព្យូទ័រថ្ងៃនេះយើងនឹងមកស្វែងយល់ពីកម្មវិធី Microsoft Word 2019 កម្មវិធី Microsoft Word 2019 គឺជាកម្មវិធីមួយមានមុខងារពាក់ព័ន្ធទៅនឹងការងារការិយាល័យការងាររដ្ឋបាលនិងការធ្វើលិខិតស្នាមផ្សេងៗជាច្រើនទៀតដើម្បីបើកកម្មវិធី Microsoft Word យើងមាន3វិធីគឺ1ចុចកម្ដៅស្ដាំលើរូបតំណាងរបស់កម្មវិធី Microsoft Word ហើយចុច Open ឬចុចកណ្ដាលឆ្វេង2ដង2ចុចលើ Start និងស្វែងរករូបតំណាងកម្មវិធី Microsoft Word 3ចុចលើក្របាត់ចុច Windows បូកជាមួយនឹងបអបន្ទាប់មកបញ្ចូលពាក្យ WinWord ហើយចុច OK ឬ Enterឥឡូវនេះយើងមកស្វែងយល់ពីផ្ទាំងកម្មវិធី Microsoft Word 2019 Quick Access Toolbar សម្រាប់ផ្ទុកនៅរូបតំណាងឧបករណ៍ Shortcut មួយចំនួនដែលអ្នកប្រើប្រាស់ជាញឹកញាប់ដូចជា Save, Undo, Redo និង Print ជាដើម Title Bar ជាទីតាំងសម្រាប់បង្ហាញឈ្មោះឯកសារ Document ដែលយើងកំពុងប្រើប្រាស់ Control Boxផ្ទុកការកំណត់ចំនួន3គឺ Close សម្រាប់ចាកចេញពីកម្មវិធី Microsoft Word Maximize Restore Down សម្រាប់ពង្រីកនិងបង្រួមផ្ទាំងកម្មវិធី Microsoft Word Minimize សម្រាប់បង្រួមផ្ទាំងកម្មវិធីនៅលើ Windows Taskbar Tools Bar ជាឧបករណ៍សម្រាប់កំណត់ទៅលើកិច្ចការក្នុងកម្មវិធី Microsoft Word 2019 Rulerបង្ហាញរង្វាក់ប្រវែងជាក់លាក់នៃសន្លឹកការងារទាំងប្រវែងបញ្ឈរនិងប្រវែងផ្ដេក Margin សម្រាប់កំណត់ជាយទំព័រសន្លឹកការងារខាងឆ្វេងខាងស្ដាំខាងលើខាងក្រោម Text Boundaries ជាកន្លែងសម្រាប់ធ្វើកិច្ចការ Scroll Bar សម្រាប់ទាញទៅឆ្វេងទៅស្ដាំទៅលើទៅក្រោមលើផ្ទាំងកម្មវិធី Zoom Control សម្រាប់ពង្រីកបង្រួមផ្ទាំងកិច្ចការងារ View Layout សម្រាប់ការបង្ហាញអត្ថបទរបស់យើងតាមរូបរាងរបស់ View នីមួយៗ Status Bar ជាបារមួយផ្នែកខាងក្រោមនៃផ្ទាំងកម្មវិធីដែលបង្ហាញព័ត៌មានមួយចំនួនដូចជាចំនួនទំព័រលេខទំព័រភាសាដែលយើងកំពុងប្រើប្រាស់និងចំនួនពាក្យដែលបានវាយការរក្សាឯកសារទុកគឺមានភាពចាំបាច់ណាស់សម្រាប់គ្រប់កិច្ចការរបស់អ្នកព្រោះឯកសារនីមួយៗតែងតែមានការកែប្រែឬក៏សរសេរបន្ថែមដូច្នេះអ្នកត្រូវយល់ឲ្យបានច្បាស់ពីរបៀបនៃការរក្សាឯកសារទុករបៀបរក្សាឯកសារទុករបស់កម្មវិធី Microsoft Word 2019ចែកចេញជា2គឺ1 Save សម្រាប់រក្សាឯកសារទុកឬរក្សាឯកសារបន្តចុច File Tab រួចជ្រើសពាក្យ Save ឬចុច Ctrl S បន្ទាប់មកជ្រើសរើសទីតាំងរក្សាទុកឯកសារនិងដាក់ឈ្មោះឲ្យឯកសាររបស់អ្នកនៅត្រង់ File Name បន្ទាប់ពីជ្រើសរើសទីតាំងហើយសូមចុច Save ជាការស្រេច 2. Save As សម្រាប់រក្សាឯកសារទុកដោយចម្លងចេញពីឯកសារដើមដែលកំពុងប្រើប្រាស់ចុច File Tab រួចជ្រើសពាក្យ Save As ឬចុច F12 បន្ទាប់មកជ្រើសរើសទីតាំងរក្សាទុកឯកសារនិងដាក់ឈ្មោះឲ្យឯកសាររបស់អ្នកនៅត្រង់ File Name បន្ទាប់ពីជ្រើសរើសទីតាំងហើយសូមចុច Save ជាការស្រេច